chấm coi miền lo về thảm giáo đi chỉ xuống mà giang đấy về thu về mùa ốc rồi cái cắt còn thôi màu năng màu ấy បើនិយាយពីការចិញ្ចឹមគោគឺពីមុនគឺការចិញ្ចឹមគោគឺដើម្បីយកជាកម្លាំងអូសទាញប៉ុន្តែបច្ចុប្បន្នហ្នឹងគឺការចិញ្ចឹមគោគឺចិញ្ចឹមដើម្បីបំពន់លក់បំពន់យកសាច់អីចឹងទៅប៉ុន្តែដល់ឡែកលោកពូដែលជាកសិករមួយរូបស្ថិតនៅឃុំលងៀងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំគឺគាត់ចិញ្ចឹមគោដើម្បីយកលាមកគោយកទៅដាក់ក្នុងឡជីវៈឧស្ម័នការយកលាមកគោយកទៅដាក់នៅក្នុងឡជីវៈឧស្ម័នគឺទី1គឺយើងទទួលបានជីដែលចេញពីឡនេះបាទហើយទី2គឺយើងទទួលបានហ្គាសដើម្បីយកទៅចម្អិនម្ហូបអាហារដោយរូបភាពដែលបងប្អូនបានទស្សនានេះគឺជាហ្គាសដែលចេញពីឡជីវៈឧស្ម័នចំពោះឡជីវៈឧស្ម័ននេះគឺគាត់ទទួលបានពីគម្រោងខ្សែចវៈផលិតកម្មដោយភាត្របរិស្ថានបាទអញ្ចឹងគម្រោងនេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាលបានជួយមកដល់កសិករចំនួន4ខេត្តគឺទី1នៅខេត្តត្បូងឃ្មុំទី2ខេត្តកំពង់ចាមទី3គឺខេត្តតាកែវនិងទី4គឺខេត្តកំពតចង់ដឹងថាការចិញ្ចឹមគោហើយធ្វើឡជីវៈឧស្ម័នមានអត្ថប្រយោជន៍ដូចម្ដេចអញ្ចឹងសូមទៅស្ដាប់ប្រសាសន៍របស់លោកពូដូចតទៅខ្ញុំឈ្មោះពិនពេនទីតាំងនៅឃុំក្លុកបារោឃុំលងៀងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំខ្ញុំចាំគោ3ក្បាលតែឥឡូវបានកូន2មកឡើង5ក្បាលឥឡូវលិមួកគោខ្ញុំយកទៅដាក់ក្នុងឡបានចេញបង្កើតជាហ្គាសចេញពីឡមកខ្ញុំយកដាំបាយហើយនឹងឡមើលម្ហូបអីហ្នឹងដល់ពេលកាកសំណល់នេះយកទៅដាក់តែចកាហើយនឹងដាំបន្លែខ្លះហើយពោះចំគោឲ្យមានឡវាថាប្រយោជន៍ដូចជាស្រួលម្យ៉ាងដែរវាធូរខ្ញុំរអុកហើយនឹងការងារកាត់បន្ថយម៉ៅឆ្នាំងម៉ៅអីហ្នឹងដូចលោកពូមានប្រសាសន៍ហើយចំពោះការចិញ្ចឹមគោហើយយើងធ្វើឡជីវៈឧស្ម័នគឺទទួលបានអត្ថប្រយោជន៍ច្រើនបានអញ្ចឹងតកតងនឹងការធ្វើឡនេះដែរក៏ខ្ញុំសូមជំរាបដល់ពុកម៉ែបងប្អូនដែរតកតងនឹងគម្រោងខ្សែចវៈផលិតកម្មដោយភាត្របរិស្ថានដូចខ្ញុំបានរៀបរាប់ខាងដើមគឺជួយទៅលើខេត្តចំនួន4បាទមានត្បូងឃ្មុំកំពង់ចាមតាកែវនិងខេត្តកំពតអញ្ចឹងតកតងនឹងឡហ្នឹងគឺពេលដែលខ្ញុំចេញវីដេអូលើកមុនគឺមានបងប្អូនយើងគាត់មានចម្ងល់ច្រើនគាត់សួរថាតើយើងត្រូវធ្វើឡហ្នឹងតើយើងត្រូវតាក់ទងទៅខាងណាហើយចំពោះតម្លៃគឺតម្លៃប្រមាណតាក់ទងនឹងឡហើយនឹងរោងជីកំប៉ុស្តដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនហ្នឹងអញ្ចឹងថ្ងៃនេះក៏ខ្ញុំសូមជម្រាបដល់បងប្អូនទាំងអស់គ្នាអញ្ចឹងតាមរយៈគម្រោងខ្សែចវៈផលិតកម្មដោយភាត្របរិស្ថានគឺខ្ញុំសូមលើកចំនួន4ខេត្តដែលខ្ញុំបានរៀបរាប់ហ្នឹងគឺកសិករនៅក្នុងហ្នឹងគឺគាត់ចង់បានឡគឺគាត់តាក់ទងទៅខាងមន្ទីរកសិកម្មខេត្តរៀងខ្លួនបាទមានត្បូងឃ្មុំកំពង់ចាមតាកែវនិងខេត្តកំពតបាទអញ្ចឹងខ្ញុំបញ្ជាក់ថា4ខេត្តហ្នឹងអញ្ចឹងបើសិនណាជាបងប្អូនចិញ្ចឹមគោហើយចង់បានឡអញ្ចឹងបងប្អូនតាក់ទងទៅខាងមន្ទីរកសិកម្មខេត្តហើយចំពោះតម្លៃវិញបងប្អូនសួរទៀតថាតម្លៃប៉ុន្មានគម្រោងជួយទាំងអស់ឬមួយក៏គម្រោងជួយខ្លះកសិករត្រូវចេញខ្លះបាទអញ្ចឹងចំពោះចម្លើយគឺគម្រោងគឺគាត់ជួយបាទប៉ុន្តែអត់ជួយទាំងអស់ទេអញ្ចឹងសួរថាឡមួយហើយនឹងរោងជីកំប៉ុស្តមួយតម្លៃប៉ុណ្ណាអញ្ចឹងខ្ញុំសូមបញ្ជាក់ដែរសម្រាប់4ខេត្តហ្នឹងខ្ញុំនិយាយតែ4ខេត្តទេអញ្ចឹងសម្រាប់ឡមួយនិងរោងជីកំប៉ុស្តមួយគឺតម្លៃ$150បាទអញ្ចឹងសម្រាប់បងប្អូនដែលចិញ្ចឹមគោចាប់ពី2ក្បាលឡើងទៅដូចថាចង់ធ្វើឡជីវៈឧស្ម័នគឺអាចតំណែងទៅមន្ទីរកសិកម្មខេត្តទាំង4ដែលខ្ញុំបានរៀបរាប់នឹងបានហើយចំពោះខេត្តផ្សេងគឺដោយសារតែអត់មានគម្រោងជួយគឺតម្លៃអាច
លឺហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបើសិនជាបងប្អូនមានចម្ងល់អីអាចខមមិនឬឆាតមកក្នុង page កសិករត្បូងឃ្មុំខ្ញុំនឹងព្យាយាមឆ្លើយជូនដល់ពុកម៉ែបងប្អូនបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត